ឡុងលីកងបានទទួលមតិសរសើរវ័យក្មេងតែអាចផលិតចម្រៀងបានដោយខ្លួនឯងឡុងលីកងដែលជាអតីតបេក្ខជនក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី1ក្នុងឆ្នាំ2017កំពុងទទួលបានមតិសរសើរក្រោយពីស្នាដៃអ្នកចម្រៀងវ័យក្មេងរូបនេះមានសមត្ថភាពអាចផលិតចម្រៀងបានដោយខ្លួនឯងថ្មីផលិតកម្មហងមាសបានចេញផ្សាយនៅបទថ្មីរបស់ឡុងលីកងបានសហការជាមួយនឹងសុកសុជាតាមានចំណងជើងថា Only You ទាំងនេះគឺជាការសរសេររបស់អ្នកទាំងពីរផ្ទាល់ជាបទមនោសញ្ចេតនាបែបស្នេហាការថតនៅផ្នែកតំបន់សមុទ្រនៅឆ្នេរអូត្រេសនៅកោះកាគៀវទស្សនិកជនជាច្រើនបានបញ្ចេញមតិកោតសរសើរនៅបទថ្មីនេះតាមរយៈតារាចម្រៀងវ័យក្មេងដែលមានសមត្ថភាពរូបនេះឡុងលីកងបាននិយាយទៅលើវីដេអូមួយនៃសកម្មភាពក្រៅឆាកថត MV បទនេះបទចម្រៀងនេះបានផលិតតាំងពីឆ្នាំមុនមកម្ល៉េះចុងក្រោយរូបគេចង់ធ្វើឡើងវិញនិងកែច្នៃបទចម្រៀងនេះឲ្យកាន់តែល្អមួយបទនេះក៏មានការសហការពីសុកសុជាតាដូចគ្នាសុកសុជាតាមានអារម្មណ៍ថារំភើបព្រោះខ្លួនអាចសរសេរប៉ារ៉ូចម្រៀងបាននិងជាបទពិសោធន៍ថ្មីរបស់នាងនិងឡុងលីកងក៏បានសរសើរទៅកាន់សុកសុជាតាដូចគ្នាដែលជាដៃគូរបស់ខ្លួនមានសមត្ថភាពចំណាយពេលត្រឹមតែ3ម៉ោងដៃគូរបស់ខ្លួនអាចបញ្ចប់ប៉ារ៉ូចម្រៀងបានយ៉ាងល្អទស្សនិកជនបានសរសើរទៅកាន់ឡុងលីកងថាមានសមត្ថភាពពិតបត់ចេញមកមួយគឺពិរោះអ្នកគាំទ្រខ្លះក៏កត់សម្គាល់ទៅកាន់អ្នកទាំងពីរដូចគ្នាលេចខ្លួនតែមួយផ្លែតពួកគេក្រមុំកំឡោះបាននៅពេលប្រកួត The Voice Kids រដូវកាលទី1ឆ្នាំ2017ឡុងលីកងមានអាយុទើបតែ9ឆ្នាំប៉ុណ្ណោះក្រោយកន្លងផុត8ឆ្នាំក្មេងប្រុសរូបនេះបានដុសខាត់សមត្ថភាពខ្លួនអាចផលិតចម្រៀងបានដោយខ្លួនឯងមានអាយុ12ឆ្នាំពេញរូបពេញរាងមានសម្រស់កាន់តែស្រស់ស្អាតថែមទៀត